Hello welcome to my vlog ដំណើរកំសាន្តរបស់យើងគឺទៅមហាវិស្រមគ្រីស្ទៀនដំណឹងល្អនៅខេត្តបន្ទាយមានជ័យថាបងអំពូមានចែករបស់អត់ជប់ចូលគឺសម្បូរមែនតើមាននំមានផ្លែឈើជ្រៀងនៅក្នុងឡានម្ដងគឺថាទៅដល់ទ្រីបលោកណាជីណានគឺអត់បាត់ទេសសសំខាន់ព្រះបត់ចំណងជើងថាអធិដ្ឋានជាមួយប្រទេសកម្ពុជាក៏នៅក្នុងឡានបានស្ទូទៅក៏មានគេចែកទឹកផ្លែឈើឲ្យញ៉ាំថែមទៀតទទួលទានអាហារពេលព្រឹកជាមួយគ្នាតោះយើងមកស្ដាប់អ្នកគ្រូរបស់ខ្ញុំច្រៀងបទចម្រៀងផងដែរគឺព្រោះមែនតើក៏ឈប់នៅបាត់ដំបងក៏ញ៉ាំអាហារពេលថ្ងៃជាមួយគ្នាគឺយកអាហារមករៀនគ្រូមកក៏ពួកយើងទៅដល់ទីតាំងនៅខេត្តបន្ទាយមានជ័យអត់ដឹងដើរដល់ណាទេតោះតែពួកយើងសម្រាប់ហើយក៏ចិត្តតែដើរទៅហើយមកដល់ហើយជ្រុលពេកដើរទៅមានអីហាងនៅចិត្តហ្នឹងហើយក៏ដើរទៅហាងញ៉ាំអីបន្តិចពួកយើងជិះទៅធ្វើដំណើរដល់ទៀតក៏ដល់ទីតាំងនៅកម្មវិធីមហាវិស្រមផងដែរចាពួកយើងក៏ដើរចូលទៅក៏ទទួលស្វាគមន៍ពីបងប្អូននៅព្រះវិហារកម្មវិធីមានជ័យផងដែរនៅទីនេះគឺសម្បូរធម្មជាតិច្រើនមែនទែនគឺថាចូលមកស្រស់ស្រាយមែនទែនហើយក៏ពួកយើងឆ្លៀតប្រកបអាហារជុំគ្នានៅពេលល្ងាចនេះផងដែរមុនកម្មវិធីចាប់ដើមហើយក៏មកដល់កន្លែងអង្គុយរៀងៗខ្លួនគឺថាមនុស្សអត់បានមកជុំគ្នាប្រហែលកម្មវិធីចាប់ផ្ដើមយើងស្វាគមន៍ក្រុមជើងលោកអាដាមចូលរួមក្នុងកម្មវិធីនេះហើយសិក្សាតាមទូជាមួយនឹងលោកគ្រូអ្នកគ្រូប្រចាំព្រះវិហារជីវិតថ្មីភ្នំពេញផងដែរទ្រង់ជាព្រះដល់ជាព្រះគង់នៅតាំងពីដើមមកជាព្រះដ៏ខ្ពស់បំផុតដែលមានគ្រប់ទាំងអំណាចជាស្ដាទ្រង់ជាព្រះដែលគ្រប់គ្រងលើទាំងអស់ទ្រង់មានកូនសោនៃសេចក្តីស្លាប់និងឋានខុំព្រលឹងមនុស្សស្លាប់ទ្រង់បានសុគត3ថ្ងៃទ្រង់មានប្រជញ្ញរស់ឡើងវិញសម្រាប់ដោះបាបមនុស្សលោកដែលប្រព្រឹត្តទ្រង់តតឃើញទ្រង់ស្ដាប់ឮទ្រង់ជ្រាបទ្រង់មានគ្រប់ទាំងអំណាចវិជាស្ដាគ្មានអ្វីដែលទ្រង់ធ្វើមិនកើតក៏គ្មានសោះឡើយទ្រង់ញែកសមុទ្រក្រហមទ្រង់រំដោះឲ្យរួចពីគុកភ្លើងដល់សាហាវទ្រង់បំបិតមាត់សឹងទ្រង់មានអំណាចដែលអត់ទោសបាបបានទ្រង់មានអំណាចបង្កើតជីវិតថ្មីរាល់គ្នាតាមបទគម្ពីរហើយថាទ្រង់ត្រូវគេបញ្ចុះក្នុងភ្នូរួចដល់ថ្ងៃទី3នោះទ្រង់មានប្រជញ្ញរស់ឡើងវិញក៏តាមបទគម្ពីរហើយថាទ្រង់បានលេចឲ្យគេផាកឃើញរួចដល់ពួក12នាក់ដែរក្រោយទៀតទ្រង់លេចមកឲ្យពួកបងប្អូនជាង500នាក់ឃើញតែម្ដងជាពួកអ្នកដែលមានគ្នាច្រើននៅរស់ដល់រាប់ដល់ស្កាត់ថ្ងៃនេះតែមានខ្លះបានដេកលក់ទៅហើយបន្ទូលថាបុត្រព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញហើយនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក10ខ10ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ថាខ្ញុំបានមកដើម្បីឲ្យអ្នករាល់គ្នាមានជីវិតហើយឲ្យជីវិតនោះពេញបរិបូរណ៍យើងខ្ញុំអរព្រះគុណព្រះអង្គសម្រាប់សេចក្តីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់សេចក្តីមេត្តាសូមព្រះអង្គការពាររក្សាមើលសូមក្តីមេត្តាការ
ត្រឡប់ទៅអូតែវិញនៅខេត្តសៀមរាបផងដែរហើយក៏មក check in ហើយខ្ញុំមក unboxing បន្ទប់ឲ្យអ្នកទាំងអស់គ្នាមើលគិតថាយ៉ាងម៉េចដែរចាហើយបន្ទាប់មកក៏ពួកយើងចេញដំណើរទៅ Pop Street ហើយក៏ញ៉ាំទឹកផ្លែឈើក្លុកគឺរសជាតិអែមមែនតើចាទាំងយប់ចាំមួយទៀតខ្ញុំប្រាប់អ្នកទាំងអស់គ្នាអំពីកម្មវិធីមហាស្រពដំណឹងល្អគឺស្ទៀងខ្មែរនៅខេត្តបន្ទាយមានជ័យនេះគឺក៏មានអំណោយចែកសម្រាប់ជនភេទស្រុកផងដែរជាពិសេសក៏បាននាំយកដំណឹងល្អជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានឮផងដែរបន្ទាប់មកយើងក៏ត្រឡប់ទៅអូតែវិញហើយស្អែកឡើងគឺមានកំឡុងថានឹងទៅមើលថ្ងៃរះប៉ុន្តែគឺងើបអស់រួចចាហើយក៏ចេញដំណើររៀបទៅមើលប្រាសាទអង្គរវត្តក៏ត្រឡប់ទៅភ្នំពេញវិញពួកយើងចោះលេងថតរូបតិចតួចទៅគឺថានេះសវិនច្រើនមែនតើចាអរគុណបងប្អូនទាំងគ្នាសម្រាប់ការទស្សនាអរគុណជួបគ្នានៅពេលក្រោយបងទៀមពោSay cheese